Nào này chẳng việc cho mà script một tích bằng nàyសម្រាប់ client ពីមុន client កម្មវិធីចាស់នេះយើងបានធ្វើនៅរៀងលេខមកធ្វើរៀងលេខចប់អញ្ចឹងយើងវាមាននៅ login នេះបាទអូខេអញ្ចឹងវិញត្រូវធ្វើឡើងនេះគឺទៅការ script អញ្ចឹង script នេះគឺវាមានចា script នេះបាទចាំឲ្យទៅការបិទបន្តិចពីឡើងចាទៅចាប់ផ្ដើមពី out ទៅចូលទៅ wall ហើយក៏ wow classic អានឹងមិនត្រូវដល់ just script នេះគឺវាដូចគ្នាខាង client ក៏ដូចគ្នាប៉ុន្តែខុសទៅគ្នា setting នេះតែ setting យើងអត់ត្រូវការទេយើងត្រូវការ copy នៅ reference នៅក្នុង wall server ចឹងអូត្រូវហើយនៅក្នុងរៀនទៅកែបន្តិចទៀតគឺwhich is ជាប់ពាក់ព័ន្ធជាមួយ packages ហើយទៅកែចូលមកកាន់ package ខ្លះហើយយើងទៅធ្វើការ copy នៅ package ខ្លះនេះពីនៅក្នុងខ្មែរ old server ដាក់ចូលមកកាន់ world server ហើយធ្វើការចូលមកកាន់ package នៅក្នុង server ហើយធ្វើការ replay បានមកនៅក្នុង server ចោលទេហើយធ្វើការ replay បីមិនចឹងបាទអានឹងមិនត្រូវពួកទៅមាននៅ buffer block copy បាទ set នៅ Sulang បាទ buffer pool อะไรบางอย่างហើយជាអ្វីដែល perfect ឥឡូវយើងទៅការចូលមកកាន់ game setting copy នៅ setting នេះហើយទៅការចូលមកកាន់ Unity double click ទៅលើ game setting ហើយ paste code មក perfect បាទឥឡូវទៅការ save ទៅឡប់ទៅកាន់ Unity វិញយើងមាននៅបញ្ហាមួយចំនួនបាទតែយើងទៅដោះស្រាយអូខេអញ្ចឹងខុសគ្នារវាង CSA console បាទហើយនឹងឬក៏ C block console ហើយនឹង Unity 3D គឺវាពឹងផ្អែកទៅលើ mono behavior បាទកាលណាមាន mono behavior នេះគឺយើងអាចធ្វើការ detect បាន script ហ្នឹងទៅលើ game object កោតបាទអញ្ចឹងមានន័យថាតាំងពីដើមមកគឺយើងត្រូវការបង្កើតនៅ game setting ចេះហើយយើង detect បាននៅ script ដែលជា game setting ប៉ុន្តែមិនមែនមានន័យថាអត់ work ទេបាទព្រោះសូមថាបើយើងអត់ប្រើ mono behavior បើយើងអត់ប្រើនៅ mono behavior ទេតើនៅ work បាទទោះបីយើងមិន detect ក្រោយក៏នៅ work ប៉ុន្តែនៅ work បានអញ្ចឹងបាទដល់តែ script ហ្នឹងគឺជាប្រភេទ status បាទយើងចង់ហើយមួយទៀតគឺជាប្រភេទ property បាទតែ accept អញ្ចឹងបាទចង់នេះគឺជាអ្វីអញ្ចឹងយើងមាន script មួយចំនួននៅក្នុងមិនថាខ្មែរ old ឬក៏ word ទេព្រោះយើងដែរខ្មែរ old server ហើយនិង word server គឺដូចគ្នាអញ្ចឹងយើងមានកូដមួយចំនួនដែលយើងត្រូវធ្វើការ copy ពីនៅក្នុងខ្មែរឬ old បាទវាដូចតែគ្នា copy ចូលដាក់ចូលក្នុង Unity យល់ទេបាទនេះជាអ្វីទៅធ្វើអញ្ចឹងជាការចាប់ដើមគេហើយយើងត្រូវការចូលមកកាន់ directory ខ្មែរ authentication server បន្តិចហើយនេះគឺជា script location ហើយត្រូវការ select មកទាំងអស់ចេះលើកឡើងតែមួយគឺ game setting ក៏ធ្វើដែរព្រោះ game setting យើងបាន set រួចមុនបាទមាននេះអូខេ copy ហើយយើងត្រូវការចូលមកកាន់ desktop ហើយបង្កើតនៅ folder ថ្មីមួយហើយយើងដាក់ឈ្មោះថា script ហើយធ្វើការ paste នៅ code នេះមកចា៎បាទអូខេហើយយើងធ្វើការទៀងមើលបន្តិចជាវាការដែលចូល copy ឬក៏ cut បាទច្បាស់តើណាអូខេឥឡូវនេះគឺយើងយើងចាប់ផ្ដើមធ្វើការ modify ដងមួយបន្តិចគឺធ្វើការ select អស់ចេះ
right click បាទ open as Visual Studio Code បាទជា VS Code បាទឥឡូវគេថាវាចេញមកមិនចេះបាទអញ្ចឹងអូខេមួយទៀតគឺនៅខាងក្នុង Unity នៅក្នុង Unity គឺអត់មាន namespace ទេបាទវាយើងមើលឥឡូវអត់មានថា okay using which is ឬក៏និយាយថា namespace អីបាទwow classic អីចេះអត់មានទេអញ្ចឹងអត់ដែរមាន namespace ទេបាទគឺខ្លះទៅទេបាទអញ្ចឹងអ្វីយើងត្រូវធ្វើបាទគឺយើងត្រូវការ modify ផងមួយតិចអញ្ចឹងjust game master នេះគឺតែមានដូចគ្នា modify ហើយអាណា modify យើងត្រូវការបាត់វា client session pool client session hai đứa người nhóm miền hai đứa người nhóm từ modify program chung nhóm make up point along there của nhóm tại cái này program đây program như này từ cái từ trong cháu ok អញ្ចឹងរាល់នៅអ្វីដែលយើងបានធ្វើទាំងប្រមាណបងប្អូនអរគ្នាទាំងក្នុង Out ក្នុង World គឺយើងវាអត់មានចាំបាច់ត្រូវការនៅ mono view ទេបាទបើខ្ញុំនិយាយអញ្ចឹងវាអាចថា kilo មាន1 2ចុះតែយ៉ាងណាមិញពេលក្រោយណាអូខេនេះគឺថាជាមួយខ្ញុំមើលបន្តិចទៀតច្បាស់ទៅត្រូវពួក package នេះខ្ញុំ copy ចេញមកពី Out perfect យើងនៅមាននៅក្នុងចំណុចនេះដូចជា message box ទៅ console line នេះបាទវាគឺមានណាបាទនេះwhich is static print with message box ឯ print នេះយ៉ាងម៉េចអូខេអានេះគឺយើងជាមួយយើងទៅការទុកវាប្រអសសិនទុកវាប្រអសិនឡងជាមួយនឹងអ្វីដែលមាននេះសិនបាទនេះភាពពិតទៅយើងត្រូវកែបាទទៅការកែតែទុកប្រអសសិនអូខេnày tầm bình lấy này cứ nhưng mà tôi cả đầu bây giờ tôi cả lúc nẹp special bây giờ cả khát khát công á khát chẳng đấy bây giờ tôi đặt từ này khát non document Unity which is going vào classic asset script folder đây trong game setting bây giờ cả page ok chắc là đã thử pe khỏi dương từ cam cài từ ta nói tay chân nam mình ở đây dương từ cài cho một cái dùng để điểm ở đây ta generate play một bịch cái score một bịch liền ok bông bông là clear bà chắc chỉ mấy từ cài cho một cái dùng để điểm chắc đó cái từng order ban vậy nhá bà cứ order cài pra nơi đi tệ cho nên vậy là cho tập point long đầu bạn của ra cái game người ta có can develop nơi message box của ra
តាមនៅក្នុងចំណុចកន្លែងនេះគឺយើងប្រើនៅ system console និយាយថា console wireline អញ្ចឹង console wireline នេះក៏ត្រូវដែរព្រោះហេតុអីបានជាប់ត្រូវព្រោះដោយសារតែនៅក្នុង Unity គឺវាអត់ដែលមាន console wireline មិនចឹងបាទគឺវាអត់ដែលមាន console wireline ទេអញ្ចឹងអ្វីយើងត្រូវធ្វើយើងមាន message box UI នេះយើងបើកឡើងបន្តិចបាទហើយយើងត្រូវការបិទនៅ login បន្តិចឥឡូវយើងត្រូវការចូលយើង double click លើ message box right click ទៅលើហ្នឹងហើយយើងត្រូវការបង្កើតបាននៅដូចជាមិនមែននៅក្នុងវាំងទេបាទតែតែប៉ុណ្្នឹងអញ្ចឹងនៅក្នុងវាំងហ្នឹងតែប៉ុណ្្នឹង